ជម្រាបសួរសួស្តីប្រិយមិត្តអរគ្នាវិលត្រឡប់ជួបគ្នាសាជាថ្មីគ្នាម្ដងទៀតជាមួយនឹងខ្សែរឿងថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីដែលមានចំណងជើងថាខ្មោចព្រៃដើរតាមដែលជាសាច់រឿងបែបភ័យរន្ធត់នឹងអានកំបាំងនិយាយអំពីនៅក្នុងព្រៃដែលចាស់បុរាណហាមមិនឲ្យដើរនិយាយផ្ដេសផ្ដាសឬក៏ងាកឆ្វេងឬក៏ស្ដាំព្រោះខ្លាចពពួកវិញ្ញាណខ្មោចឬក៏ខ្មោចព្រៃនៅក្នុងព្រៃទាំងអស់ចង់ដឹងសាច់រឿងល្មិតនឹងចំណោទបញ្ហាទៅជាងណាតោះទៅតាមដានការសម្រាយរបស់ខ្ញុំទាំងអស់គ្នាចាប់ផ្ដើមសាច់រឿងដំបូងរូបភាពក៏បង្ហាញអំពីក្មេងស្រីម្នាក់កំពុងតែឈរមើលផ្ទះមួយនៅចំកណ្ដាលព្រៃកំពុងតែត្រូវព្រះអគ្គីលេបត្របាក់នៅទីនោះទៅហើយបានបន្តិចនាងក៏ដើរចេញទៅនៅក្នុងដៃរបស់នាងក៏មានប្រឡាក់លោហិតនិងកាន់កូនកំបិតមួយផងដែរក៏ដើរចេញទៅក្នុងរាងកាយប្រឡាក់ទៅដោយលោហិតនិងកាន់កូនកំបិតមួយមិនដឹងថាមុននេះនាងបានធ្វើរឿងអ្វីនោះទេក៏ដើររហូតទៅដល់កន្លែងមួយដែលមានដីពូនហាក់ដូចជាភ្នោអញ្ចឹងហើយនាងក៏ចាប់ផ្ដើមយកកំបិតនៅក្នុងដៃនោះទៅចាក់ចូលទៅក្នុងភ្នោម្ដងហើយម្ដងទៀតយ៉ាងចម្លែកបន្ទាប់រូបភាពក៏កាត់មកពេលព្រឹកក៏ឃើញមានគ្រួសារមួយមានផ្ទះរស់នៅកណ្ដាលព្រៃហើយក្នុងផ្ទះនោះក៏មានកូនប្រុសកូនស្រីនិងម្ដាយរបស់គេម្នាក់ដែលរស់នៅជុំគ្នាហើយមើលទៅជីវភាពរបស់ពួកគេគឺហាក់ដូចជាក្រខ្សត់ខ្លាំងណាស់ហើយអាឡុងនិងអាណាជាបងប្អូនប្រុសស្រីទាំងពីរនាក់ក៏តែងតែចេញទៅរើសអស់ដើម្បីយកមកធ្វើជាធ្យូងដែលជារបស់ម្ដាយរបស់គេអាចចិញ្ចឹមពួកគេបាននៅពេលនេះហើយម្ដាយរបស់គេក៏ប្រាប់អាណាថាឯងមើលប្អូនប្រុសឲ្យបានល្អណាស់ព្រោះក្នុងព្រៃនេះមានគ្រោះថ្នាក់ណាស់ហើយដើរកុំងាកឆ្វេងងាកស្ដាំឲ្យសោះបន្ទាប់រូបភាពក៏កាត់មកឃើញបុរសម្នាក់កំពុងតែដើរមកឃើញផ្ទះមួយត្រូវបានព្រះអគ្គីលេបត្របាក់អស់សល់តែផេះផង់ប៉ុណ្ណោះតែអ្វីដែលចម្លែកគឺថានៅក្នុងផ្ទះនោះមានសាកសពនៅខាងក្នុងនោះដែលមានសភាពបាត់បង់ជីវិតមុននឹងផ្ទះនេះឆេះទៅទៀតហើយក៏ឃើញមានស្នាមលោហិតនៅក្បែរនោះយ៉ាងចម្លែកផងដែរហើយបរិះនេះក្នុងដៃកាន់លំពែងមួយហើយក៏ពីការភ្នែកម្ខាងកំពុងតែសង្កេតករណីមួយនេះយ៉ាងម៉ត់ចត់ហាក់ដូចជាកំពុងតែតាមស្វែងរកការពិតអ្វីម្យ៉ាងបន្ទាប់មករូបភាពក៏កាត់មកបងប្អូនប្រុសស្រីតូចពីរនាក់នោះកំពុងតែធ្វើដំណើរទៅរើសអស់ក៏ស្រាប់តែបានឃើញសត្វក្តាន់មួយបានបាត់បង់ជីវិតដែលទៅលើដើមឈើយ៉ាងចម្លែកធ្វើឲ្យពួកគេទាំងពីរគឺឆ្ងល់ណាស់ហើយអ្វីបានជាវាបែរទៅជាបាត់បង់ជីវិតទៅលើដើមឈើទៅវិញហើយដោយសារតែពួកគេនៅក្មេងក៏មិនសូវខ្វល់ពីអ្វីដែលបានឃើញនោះទេក៏បន្តដំណើរទៅមុខបន្តទៀតតែពេលនោះអាឡុងប្អូនប្រុសរបស់នាងក៏ហាក់ដូចជាបានឃើញអ្វីម្យ៉ាងក៏ស្រែកហៅអាណាមកមើលហើយអាណាក៏ប្រាប់ប្អូនប្រុសរបស់គេថាឯងចាំសម្ដីម៉ាក់បានទេក៏ថាពេលដើរនៅក្នុងព្រៃកុំងាកឆ្វេងងាកស្ដាំឲ្យសោះហើយនាងមិនចាប់អារម្មណ៍ពីអ្វីដែលអាឡុងបានឃើញហៅនាងមកមើលនោះទេក៏ឲ្យនាំគ្នាបន្តដំណើរទៅមុខទៀតទាំងដែលតាមការពិតគេបានឃើញក្មេងស្រីចម្លែកនៅក្នុងសភាពកក្រិចម្នាក់កំពុងតែដើរតាមពួកគេពីក្រោយនៅក្នុងព្រៃនោះហើយក៏បន្តដើរតាមពួកគេបន្តទៀតហើយនៅពេលដែលពួកគេដើរត្រឡប់ទៅដល់ផ្ទះវិញម្ដាយរបស់ពួកគេក៏ស្រាប់តែចាប់អារម្មណ៍ឃើញក្មេងស្រីដែលដើរតាមពួកគេពីក្រោយនោះហើយគាត់ក៏ព្យាយាមដើរចូលទៅជិតក្មេងស្រីនោះចង់ដឹងថានាងមកពីណាចំណែកបរិះពីការភ្នែកម្ខាងនោះក៏កំពុងតែដើរចូលមកក្នុងព្រៃនោះមិនដឹងថាគាត់កំពុងតែមានបំណងអ្វីដូចគ្នាហើយគាត់ក៏បន្តដំណើររហូតទៅដល់ភ្នោមួយក៏យកលំពែងរបស់គាត់នៅក្នុងដៃនោះចាក់ចូលទៅក្នុងភ្នោនោះដូចជាកំពុងតែពិសោធន៍ចង់ដឹងអ្វីម្យ៉ាងពេលដែលចាក់ចូលលំពែងទៅក្នុងភ្នោនោះលំពែងរបស់គាត់ក៏ស្រាប់តែប្រឡាក់លោហិតហើយគាត់ក៏ដើរចេញពីទីនោះទៅបន្ទាប់រូបភាពក៏កាត់មក3នាក់ម្ដាយកូននោះក៏បានអនុញ្ញាតឲ្យក្មេងស្រីនោះចូលទៅក្នុងផ្ទះរបស់ពួកគេហើយពួកគេក៏អង្គុយមើលមុខនាងដោយសារតែសួរអ្វីក៏នាងពុំព្រមឆ្លើយនោះទេក៏គិតតែអង្គុយញ៉ាំរបស់ដែលពួកគេឲ្យនាងនៅក្នុងសភាពប្រឡាក់ប្រឡូកខ្លាំងណាស់ហើយពួកគេក៏ព្យាយាមផ្ដល់អាហារនិងទឹកឲ្យនាងញ៉ាំហើយក៏បន្តសួរឈ្មោះរបស់នាងថាឈ្មោះអ្វីហើយនាងមកពីណាតែក៏ពុំឃើញនាងឆ្លើយសោះហើយអាឡុងក៏ស្មានថាប្រហែលជានាងក៏ឲ្យមើលទៅហើយម្ដាយរបស់គេក៏និយាយថាឯងបិទមាត់ទៅកុំចេះតែស្មានផ្ដេសផ្ដាសឲ្យសោះបន្ទាប់មកពួកគេក៏ងូតទឹកនិងបដូរសម្លៀកបំពាក់ឲ្យនាងហើយឲ្យនាងនៅក្នុងផ្ទះនោះដោយមិនដឹងថាក្មេងស្រីនេះនឹងអាចនាំបញ្ហាអ្វីដល់ពួកគេនោះទេព្រោះនៅក្នុងដៃរបស់នាងបានកាន់កំបិតតូចមួយនៅក្នុងដៃជាប់មករហូតបន្ទាប់រូបភាពក៏កាត់មកពេលយប់ពួកគេទាំង4នាក់កំពុងតែនៅក្នុងផ្ទះហើយអាណាក៏កំពុងតែធ្វើកិច្ចការរបស់នាងគឺដេរខោអាវហើយម្ដាយរបស់នាងក៏កំពុងតែបុកគ្រឿងធ្វើម្ហូបផងដែរពេលនោះអាឡុងក៏រអ៊ូថាថ្ងៃនោះបើពួកគេយកសត្វក្តាន់ដែលបាត់បង់ជីវិតឃើញកាលពីថ្ងៃមុននោះយកមកប្រកាសជាបានធ្វើម្ហូបឆ្ងាញ់ជាក់ជាពុំខានតែបងស្រីរបស់គេអាណាក៏ថាឯងគិតឈួតអីសត្វក្តាន់ភ័យដល់ថ្នាក់លោតទៅបាត់បង់ជីវិតនៅលើដើមឈើមិនដឹងថាវាបានជួបសត្វអីនោះទេអាចថានៅជុំវិញនោះមានសត្វខ្លាសត្វតោអ្វីផងអាចបង្កគ្រោះថ្នាក់ឲ្យយើងភ្លាមនោះម្ដាយរបស់ពួកគេក៏ឲ្យពួកគេស្ដាប់អ្វីដែលគាត់និយាយនេះដោយយកចិត្តទុកដាក់ហើយក៏និយាយថាយើងរស់នៅក្នុងតំបន់ព្រៃត្រូវតែចេះប្រយ័ត្នខ្លួនកុំជឿអ្វីគ្រប់យ៉ាងដែលយើងបានឃើញនិងអ្វីដែលយើងបានស្ដាប់ឮឲ្យសោះហើយអារឿងសត្វក្តាន់នោះក៏ជារឿងដែលដំណើរពីចាស់ដែលអ្វីដែលពួកឯងទាំងពីរបានឃើញនោះវាអាចមិនមែនជារឿងធម្មតានោះទេវាអាចជាប្រលឹងតៃហោងនៅក្នុងព្រៃជាអ្នកធ្វើរឿងនេះហើយពពួកទាំងអស់នោះចូលចិត្តបរិភោគសាច់ស្រស់លោហិតស្រស់ខ្លាំងណាស់ហើយបើពួកវាបានឃើញយើងពួកវានឹងតាមយើងមកដល់ផ្ទះត្បិតតែពួកវាបរិភោគសត្វនៅក្នុងព្រៃតែបើឃើញមនុស្សតូចៗដូចជាពួកឯងក៏ពួកវាចូលចិត្តដែរហើយរឿងនេះមិនត្រឹមតែជារឿងដំណើរនោះទេគឺវាបន្តមកដល់សពថ្ងៃតែមើលទៅទឹកមុខម្ដាយរបស់ពួកគេកំពុងតែនិយាយនោះហាក់ដូចជាព្យាយាមបំភ័យពួកគេទៅវិញនោះទេពេលនោះអាឡុងក៏សួរម្ដាយគេថាចុះយើងសម្គាល់បានយ៉ាងម៉េចបើសិនជាពួកយើងទៅក្បែរពពួកទាំងអស់នោះហើយម្ដាយរបស់គេក៏ធ្វើត្រាប់សម្លេងពួកទាំងអស់នោះឲ្យពួកគេស្ដាប់តែការធ្វើសម្លេងបែបនេះនៅពេលកណ្ដាលយប់បែបនេះគឺមិនល្អនោះទេពេលនោះពួកគេក៏ស្រាប់តែចាប់អារម្មណ៍ឃើញថាហាក់ដូចជាមានអ្វីម្យ៉ាងកំពុងតែទុំនៅលើដំបូលផ្ទះរបស់ពួកគេដោយការឮសម្លេងសម្រាប់ជើងហើយក៏ហាក់ដូចជាកំពុងតែដើរនៅខាង
លើនោះបញ្ចេញសំឡេងយ៉ាងគួរឲ្យខ្លាចធ្វើឲ្យពួកគេក៏ដូចជាម្ដាយរបស់ពួកគេនឹកស្មានពុំដល់នោះទេរហូតរង្គើផ្ទះដល់បង្អួចផ្ទះរបស់ពួកគេក៏ធ្លាក់មកបិទដោយខ្លួនឯងយ៉ាងខ្លាំងហើយភ្លាមនោះម្ដាយរបស់ពួកគេក៏បើកទ្វារចេញទៅមើលខាងក្រៅតែមើលទៅវាហាក់ដូចជាពុំឃើញអ្វីចម្លែកនោះទេតែអ្វីដែលចម្លែកក៏ស្រាប់តែបានឃើញដុំថ្មជាច្រើនបែរជាមកនៅមុខផ្ទះរបស់គាត់ទៅវិញបន្ទាប់មកព្រឹកស្អែកនៅពេលដែលពួកគេក្រោកពីគេងក៏ស្រាប់តែបានឃើញក្មេងស្រីដែលពួកគេអនុញ្ញាតឲ្យមកនៅផ្ទះជាមួយនោះកំពុងតែខំបរិភោគមាន់ចិញ្ចឹមរបស់ពួកគេនៅក្នុងផ្ទះនោះបែកលោហិតពេញនឹងតែម្ដងយ៉ាងគួរឲ្យខ្លាចខ្លាំងណាស់ហើយមើលតែក្មេងស្រីនោះគឺហាក់ដូចជាបិសាចអញ្ចឹងបន្ទាប់មកនាងតូចនោះក៏យកកាំបិតដែលនាងកាន់នៅនឹងដៃរហូតមកនោះទៅភ្ជុំខ្លួនឯងហើយក៏និយាយពាក្យថានៅពេលព្រះច័ន្ទពេញវងម្ដងទៀតពួកឯងទាំងគ្រួសារនឹងត្រូវបាត់បង់ជីវិតទាំងអស់គ្នាជាពុំខានរួចហើយក៏បញ្ចប់ជីវិតខ្លួនឯងដោយប្រើកាំបិតនោះនៅទីនោះទៅបន្ទាប់មកពួកគេក៏ព្យាយាមសម្អាតលោហិតនៅក្នុងផ្ទះរបស់ពួកគេឲ្យស្អាតហើយក៏យកសាកសពរបស់នាងតូចនោះរុំនឹងក្រណាត់យកទៅប្លង់ចោលនៅកណ្ដាលព្រៃរួចហើយពួកគេក៏ដើរត្រឡប់មកផ្ទះវិញពេលដែលដើរត្រឡប់មកដល់ផ្ទះពួកគេក៏បានឃើញស្ត្រីចំណាស់ម្នាក់កំពុងតែអង្គុយមើលដុំថ្មជាច្រើនដែលទុកនៅមុខផ្ទះរបស់ពួកគេនោះហើយម្ដាយរបស់ពួកគេក៏សួរគាត់ថាតើគាត់គឺជានរណារួចស្ត្រីចំណាស់នោះគាត់ក៏ប្រាប់ថាគាត់គ្រាន់តែជាអ្នកដំណើរដើរឆ្លងកាត់តំបន់នេះក៏ឃើញថ្មទាំងអស់នេះក៏ចង់ចូលមកពិនិត្យមើលឲ្យច្បាស់ហើយគាត់ក៏និយាយបន្តថាដុំថ្មទាំងអស់នេះគ្រាន់តែជាដុំថ្មពិតមែនតែវាមិនធម្មតានោះទេហើយបើតាមជំនឿវាមិនមែនជាដុំថ្មដែលអាចលេងសើចបាននោះទេពេលនោះម្ដាយរបស់អាណាក៏និយាយថាខ្ញុំឃើញដុំថ្មនេះធ្លាក់មកខាងមុខផ្ទះរបស់ខ្ញុំនេះកាលពីយប់មិញចុះអ៊ំស្រីមកពីណាហើយនៅឯណាព្រោះខ្ញុំដូចជាមិនដែលឃើញនៅក្បែរនេះសោះរួចគាត់ក៏និយាយថាខ្ញុំមកពីត្រៃម្ខាងនៃទន្លេហើយមកតំបន់នេះដើម្បីបេះស្លឹកឈើដើម្បីយកទៅធ្វើថ្នាំដែលជារបររបស់ខ្ញុំហើយគាត់ក៏បន្តថាសង្ឃឹមថាអ្នកស្រីមិនប្រកាន់ខ្ញុំបើខ្ញុំនិយាយការពិតនិងកុំភ្លេចយករឿងនេះទៅប្រាប់ប្តីរបស់អ្នកស្រីផងដែរចំពោះរឿងដុំថ្មទាំងអស់នេះវានឹងអាចកើតរឿងចម្លែកចំពោះគ្រួសាររបស់អ្នកស្រីពេលនោះអ្នកស្រីនោះក៏ថាខ្ញុំរស់នៅតែ3នាក់កូននោះទេប្តីរបស់ខ្ញុំមិននៅនោះទេពេលនោះលោកយាយនោះក៏ញញឹមនិងនិយាយថាអញ្ចឹងមានតែប្រយ័ត្នជាងនេះហើយពួកឯងក៏អាចហៅខ្ញុំថាយាយទុកហើយក៏ប្រាប់ក្មេងៗឲ្យឆាប់ប្រមូលដុំថ្មនេះចេញពីមុខផ្ទះឲ្យអស់ទៅហើយគាត់ក៏ប្រាប់បន្តថាគាត់នៅតំបន់នេះជាច្រើនថ្ងៃទៀតហើយគាត់ស្នាក់នៅក្បែរជំរាលភ្នំខាងមុខនោះបើមានការអ្វីកើតឡើងអាចទៅរកខ្ញុំឲ្យជួយបានហើយគាត់ក៏ដើរចេញទៅបន្តមករូបភាពក៏កាត់មកពេលយប់ក៏ឃើញគ្រួសាររបស់ពួកគេកំពុងតែញ៉ាំអាហារជុំគ្នាហើយពេលនោះម្ដាយរបស់ពួកគេក៏បានប្រាប់ពួកគេថាអ្វីដែលកើតឡើងចំពោះក្មេងស្រីនោះពុំមែនជាកំហុសរបស់យើងនោះទេនាងធ្វើរឿងទាំងអស់នោះដោយខ្លួនឯងហើយបែបនេះបើសិនជាមាននរណាមករកពាក់ព័ន្ធជាមួយនឹងនាងតូចនោះពួកឯងកុំនិយាយអ្វីឲ្យសោះធ្វើដូចជានាងពុំដែលធ្លាប់មកទីនេះទៅបន្ទាប់មកអាណាក៏មកអង្គុយដេកខោអាវដែលជាកិច្ចការរបស់នាងបន្តទៀតនៅកណ្ដាលយប់តែម្ដងរួចនាងក៏បញ្ចប់ការងារបំរុងនឹងចូលគេងក៏លើកសម្ភារៈយកទៅទុកក៏ស្រាប់តែជ្រុះម្ជុលមួយចុះទៅខាងក្រោមផ្ទះតាមប្រហោងរនាបផ្ទះហើយនាងក៏សម្រេចចិត្តថាចុះទៅយកវាមកវិញក៏កាន់ចង្គៀងមួយនៅនឹងដៃរួចក៏លូនចូលខាងក្រោមនោះវិញទាំងភាពភ័យខ្លាចហើយប្អូនប្រុសរបស់នាងក៏រលឹកដោយសារតែឮសំឡេងរបស់នាងស្រែកក៏ភ្ញាក់ពីគេងដើរចេញមកមើលនាងថាមានរឿងអ្វីបន្ទាប់រូបភាពក៏កាត់មកពេលព្រឹកថ្ងៃស្អែកក៏ឃើញថាអាណាកំពុងតែធ្លាក់ខ្លួនឈឺទៅហើយប្រហែលជាមកពីឃើញវិញ្ញាណខ្មោចយប់មិញនោះហើយក៏ឃើញម្ដាយរបស់នាងកំពុងតែព្យាយាមមើលថែនាងផងដែរបន្ទាប់មកក៏ឃើញអាឡុងកំពុងតែនៅខាងមុខផ្ទះប្រមូលផលធ្យូងដែលគ្រួសាររបស់គេផលិតដើម្បីរកប្រាក់ចំណូលក៏ឃើញម្ដាយរបស់គេកំពុងតែរៀបចំដើរទៅខាងក្រៅហើយគេក៏សួរថាតើម៉ាក់ទៅណាហើយម្ដាយរបស់គេក៏ប្រាប់ថាអាណាឡើងកម្ដៅខ្លាំងណាស់ម៉ាក់ត្រូវតែទៅជួបលោកយាយទុកហើយដើម្បីរកជំនួយពីគាត់បន្ទាប់ពីម្ដាយរបស់គេចេញទៅផុតបានបន្តិចទ្វារផ្ទះរបស់គេក៏ស្រាប់តែបិទដោយខ្លួនឯងយ៉ាងចម្លែកធ្វើឲ្យអាឡុងគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ក៏ដើរសម្ដៅទៅផ្ទះពិនិត្យមើលថាមានអ្វីនៅខាងក្នុងនោះតែក៏មិនបានឃើញអ្វីនោះទេតែភ្លាមនោះគេក៏ស្រាប់តែប្រទះឃើញកូនកំបិតមួយនៅខាងក្រោមផ្ទះរបស់គេតាមប្រឡោះរនាបរួចក៏សម្រេចចិត្តចុះទៅខាងក្រោមនោះដើម្បីយកកូនកំបិតនោះចេញមកក្រោយមកក៏ស្រាប់តែឃើញគេកំពុងតែកាន់3មាន់មួយតាមពិតលោកយាយទុកនោះកំពុងតែមករៀបចំពិធីនៅខាងមុខផ្ទះរបស់គេហើយក៏ប្រាប់ឲ្យអាឡុងបញ្ចប់ជីវិតមាន់យកលោហិតមាន់ដើម្បីធ្វើពិធីដែលគាត់រៀបចំនោះនៅពេលដែលគាត់ធ្វើពិធីរួចគាត់ក៏ឲ្យអាឡុងយកលោហិតមាន់ដែលធ្វើពិធីមុននោះយកទៅចាក់ចូលទៅក្នុងទឹកឲ្យឆ្ងាយពីកន្លែងនេះហើយបាក់សីនៅក្នុងទ្រុងនេះឯងយកវាទៅតាមផងដែរនឹងធ្វើអ្វីទៅតាមអ្វីដែលខ្ញុំប្រាប់ទៅហើយអាឡុងក៏ប្រញាប់ចេញទៅធ្វើអ្វីតាមដែលលោកយាយទុកបានប្រាប់នៅទីវាលមានទឹកមួយកន្លែងបន្ទាប់មករូបភាពក៏កាត់មកពេលយប់ក៏ឃើញលោកយាយទុកកំពុងនៅផ្ទះរបស់ពួកគេនៅឡើយកំពុងតែរៀបចំអីវ៉ាន់របស់គាត់និងនិយាយលេងជាមួយនឹងម្ដាយរបស់ពួកគេហើយក៏ឃើញថាអាណាក៏បានធូរស្រាលលែងក្តៅខ្លួននិងដឹងខ្លួនត្រឡប់មកវិញធម្មតាហើយធ្វើឲ្យម្ដាយរបស់ពួកគេគឺកំពុងតែសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឃើញកូនស្រីបានធូរស្បើយបែបនេះហើយនៅពេលនោះយប់ក៏កាន់តែងងឹតខ្លាំងទៅហើយលោកយាយក៏រៀបចំអីវ៉ាន់លាពួកគេដើរទៅកន្លែងសម្រាករបស់គាត់វិញបន្ទាប់មកយប់ក៏ស្ងាត់គ្រប់គ្នាក៏បានចូលសម្រាករៀងៗខ្លួននៅខាងក្នុងផ្ទះចំណែកម្ដាយរបស់ពួកគេកំពុងតែគេងដូចគ្នាតែភ្លាមនោះគាត់ក៏ស្រាប់តែឮសំឡេងបុកអ្វីម្យ៉ាងនៅចង្ក្រានបាយភ្លាមនោះគាត់ក៏រលឹកបើកភ្នែកមើលទៅខាងមុខក៏ស្រាប់តែបានឃើញគាត់ខ្លួនឯងកំពុងតែអង្គុយបុកគ្រឿងនៅឯផ្ទះបាយពេលដែលឃើញបែបនេះធ្វើឲ្យគាត់គឺពិតជាចម្លែកចិត្តនិងភ័យខ្លាចខ្លាំងណាស់តែពេលនោះគាត់ក៏មិនហ៊ានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលអ្វីខ្លាំងនោះទេព្រោះខ្លាចកូនឮធ្វើឲ្យពួកគេភ័យខ្លាចក៏ព្យាយាមបើកមុងមើលឲ្យច្បាស់ទៅក៏ស្រាប់តែពុំបានឃើញអ្វីដូចដែលគាត់បានឃើញមុននោះទេ
រួចគាត់ក៏ចេញទៅខាងក្រៅមកមើលកូនបន្តិចនិងដណ្ដប់ហួយឲ្យពួកគេឡើងវិញតែភ្លាមនោះគាត់ក៏ស្រាប់តែឃើញអង្រែបោះគ្រឿងរបស់គាត់បានរមៀលចូលមកយ៉ាងចម្លែកធ្វើឲ្យគាត់ក៏កាន់តែគិតច្រើនហើយនៅពេលនេះបន្តមករូបភាពក៏កាត់មកពេលព្រឹកក៏ស្រាប់តែបានឃើញបរិសម្នាក់ពីការភ្នែកកាន់លំពែងដែលយើងឃើញតាំងពីដើមសាច់រឿងនោះកំពុងតែអង្គុយនៅមុខផ្ទះរបស់ពួកគេរួចម្ដាយរបស់ពួកគេក៏ចេញទៅមើលហើយបរិសនោះក៏សួរថាតើមានបានឃើញក្មេងស្រីម្នាក់ឬក៏អត់ដែលមានអាយុនិងកម្ពស់ប្រហាក់ប្រហែលនឹងកូនប្រុសរបស់នាងដែរហើយម្ដាយរបស់ពួកគេក៏និយាយថាគាត់មិនបានឃើញអ្វីនោះទេហើយបរិសនោះក៏សួរថាប្រកាសឬក៏អត់ពេលនោះស្ត្រីនោះក៏និយាយដោយប្រកាសនឹងខ្លាំងថាគ្មានបានឃើញនរណាមកទីនេះនោះទេលោកទៅរកនៅឯណាក៏ទៅរកចុះខ្ញុំបានបញ្ជាក់ហើយថាមិនឃើញនោះទេដោយសារតែស្ត្រីនោះបញ្ជាក់ច្បាស់និងប្រើពាក្យសម្ដីធ្ងន់បែបនេះបរិសពីការភ្នែកម្ខាងកាន់លំពែងនោះក៏សម្រេចចិត្តដើរត្រឡប់ទៅវិញហើយក៏បន្តឃើញបរិសនោះកំពុងតែដើរតែម្នាក់ឯងក៏បានឆ្លងកាត់កន្លែងមួយក្នុងតំបន់នោះក៏ស្រាប់តែបានឃើញមានទ្រង់សត្វបក្សីជាច្រើននៅទីនោះនិងហាក់ដូចជាឃើញមានការរៀបចំពិធីមន្តអាគមខ្មៅអ្វីម្យ៉ាងនៅទីនោះផងដែរបន្តរូបភាពក៏កាត់មកពេលយប់បន្ទាប់ទៀតក៏ឃើញពួកគេគេងនៅក្នុងផ្ទះធម្មតាតែពេលនោះរូបភាពក៏បង្ហាញឃើញអាណាកំពុងតែក្រោកងើបដើរចេញពីកន្លែងគេងយ៉ាងចម្លែករួចក៏បើកទ្វារផ្ទះបំរុងនឹងចេញទៅខាងក្រៅហើយរូបភាពក៏បង្ហាញឃើញមានលហិតកំពុងតែហូរចេញពីក្នុងសម្ពុតរបស់នាងយ៉ាងចម្លែកខ្លាំងណាស់វាហាក់ដូចជានាងមកខែអញ្ចឹងរួចក៏បន្តឃើញនាងកាន់ចង្កៀងមួយដើរចេញទៅខាងក្រៅមិនដឹងថានាងកំពុងតែត្រូវអ្វីសន្ធិដ្ឋនាំនាងចេញទៅឬក៏យ៉ាងណារួចនាងក៏ដើររហូតទៅដល់កន្លែងមួយដោយមិនដឹងខ្លួននោះទេពេលទៅដល់ទីនោះទៅហើយទើបនាងក៏ស្រាប់តែដឹងស្មារតីមកវិញក៏ឃើញថានាងកំពុងតែឈរនៅក្បែរកន្លែងដែលពួកគេប្លង់សាកសពរបស់នាងតូចនោះចោលនៅក្បែរដើមឈើមួយរួចនាងក៏ដើរចូលទៅយកចង្កៀងរបស់នាងដែលមិនដឹងថានាងដាក់នៅក្បែរសាកសពនាងតូចនោះតាំងពីពេលណានៅពេលដែលនាងយកមកវិញហើយក៏ប្រញាប់ដើរត្រឡប់ទៅផ្ទះវិញតែពេលនោះរូបភាពក៏បង្ហាញឃើញសាកសពរបស់នាងតូចនោះក៏ក្រោកឈរនៅពីក្រោយនាងយ៉ាងគួរឲ្យខ្លាចតែនាងកំពុងតែដើរនោះមិនដឹងនោះទេហើយខ្មោចនាងតូចនោះក៏កំពុងតែដើរតាមនាងពីក្រោយរហូតនៅពេលដែលកំពុងដើរត្រឡប់ទៅផ្ទះវិញនោះចំណែកអាឡុងកំពុងគេងនៅក្នុងផ្ទះនោះក៏ស្រាប់តែចាប់អារម្មណ៍ឃើញថាបាត់បងស្រីរបស់គេហើយទ្វារផ្ទះក៏របើកផងដែរក៏ប្រញាប់ក្រោកមកដើរចេញទៅមើលហើយរូបភាពក៏បង្ហាញឃើញអាណាកំពុងតែរត់ត្រឡប់មកផ្ទះវិញស្រែកហៅម្ដាយរបស់គេទាំងភាពភ័យខ្លាចនៅពេលដែលទៅដល់មុខផ្ទះនាងក៏ស្រាប់តែឃើញខ្មោចនាងតូចនោះកំពុងតែឈរនៅមាត់ទ្វារផ្ទះរបស់នាងធ្វើឲ្យនាងភ័យខ្លាចមិនហ៊ានចូលទៅក្នុងផ្ទះនោះទេហើយខ្មោចនាងតូចនោះក៏បន្តឈរសម្លឹងមកកាន់នាងនៅមាត់ទ្វារនោះយ៉ាងគួរឲ្យខ្លាចចំណែកអាឡុងកំពុងតែដើរចេញពីក្នុងផ្ទះនោះរកមើលបងស្រីរបស់គេតែមិនបានឃើញនោះទេក៏បែរទៅជាឃើញខ្មោចនាងតូចនោះកំពុងតែអង្គុយមុខផ្ទះរបស់គេនោះយ៉ាងចម្លែកហើយគេក៏ស្រាប់តែដឹងខ្លួនភ្ញាក់ពីសុបិនមកវិញនៅពេលព្រឹកតែក៏ពុំបានឃើញបងស្រីរបស់គេគេងនៅក្បែរគេនោះទេហើយម្ដាយរបស់អាឡុងក៏ចាប់អារម្មណ៍ថាបាត់អាណាដូចគ្នាក៏ប្រញាប់ក្រោកទៅរកនាងនៅក្នុងព្រៃបានបន្តិចពួកគេក៏បានជួបជាមួយនឹងលោកយាយតុកហើយលោកយាយនោះក៏និយាយដោយទឹកមុខធម្មតាថាខ្ញុំអាចប្រមាលមើលដឹងថាទីនេះមានរបស់ចម្លែកកំពុងតែព្យាយាមចូលមករំខានពួកឯងហើយពេលនោះម្ដាយរបស់ឡុងក៏និយាយប្រាប់លោកយាយថាកាលពីម្សិលមិញមានបរិសម្នាក់បានមកឈប់នៅនឹងមុខផ្ទះរបស់ពួកគេដែលមើលទៅបរិសម្នាក់នោះគឺមានសភាពចម្លែកខ្លាំងណាស់ហើយលោកយាយក៏ថាចោះគេទៅមុខផ្ទះរបស់នាងសួររកអ្វីហើយម្ដាយរបស់ក្មេងៗនោះក៏និយាយថាគាត់សួររកក្មេងស្រីម្នាក់ហើយលោកយាយគាត់ថាចុះនាងពិតជាឃើញក្មេងស្រីម្នាក់មែនឬក៏អត់តែស្ត្រីនោះក៏នៅតែលាក់បាំងរឿងឃើញក្មេងស្រីនោះនឹងនិយាយបង្វែងថាពេលដែលបរិសនោះមកផ្ទះនាងកាលពីម្សិលមិញហើយថ្ងៃនេះអាណាក៏បាត់ខ្លួនច្បាស់ណាស់គឺពិតជាពាក់ព័ន្ធជាមួយនឹងបរិសនោះហើយរួចលោកយាយតុកក៏និយាយបន្តថាគាត់មិនប្រកាសដែរតែចាំគាត់ជាយាមដើរនៅក្នុងព្រៃជួយតាមស្វែងរកកូនស្រីរបស់នាងឲ្យហើយក៏ឲ្យនាងត្រឡប់ទៅផ្ទះវិញចុះព្រមនោះរូបភាពក៏បន្តឃើញអាណាកំពុងតែអង្គុយភ័យខ្លាចឡើងញ័ររាងកាយប្រឡាក់ទៅដោយលោហិតនៅក្នុងព្រៃឬស្អីមួយកន្លែងនៅក្នុងតំបន់ព្រៃនោះព្រមនោះរូបភាពក៏បង្ហាញឃើញបរិសពីការភ្នែកនោះកំពុងតែវាចូលមកសម្ដៅទៅរកនាងកំពុងតែអង្គុយនោះដោយស្ងាត់បន្តរូបភាពក៏បន្តឃើញបរិសនោះក៏នាំនាងត្រឡប់ទៅផ្ទះវិញកំពុងរងចាំម្ដាយរបស់នាងត្រឡប់មកវិញដូចគ្នាបានបន្តិចម្ដាយរបស់នាងក៏ដើរត្រឡប់មកដល់ផ្ទះវិញឃើញពួកគេទាំងពីរកំពុងតែនៅមុខផ្ទះហើយម្ដាយរបស់នាងក៏ព្យាយាមសួរអាណាថាតើមានរឿងអ្វីកើតឡើងចំពោះកូនទៅណាមានរឿងអ្វីកើតឡើងខ្លះរួចបរិសនោះក៏និយាយថាខ្ញុំបានឃើញនាងនៅក្នុងព្រៃតែពេលនោះស្ត្រីនោះក៏និយាយថាមនុស្សកុហកតើលោកបានធ្វើអ្វីខ្លះចំពោះកូនស្រីរបស់ខ្ញុំតែបរិសនោះក៏ស្រែកដាក់នាងថាកុំមកដំឡើងសម្លេងដាក់ខ្ញុំមិនបានធ្វើអ្វីនាងនោះទេខ្ញុំគ្រាន់តែជួយជូននាងត្រឡប់មកផ្ទះវិញតែប៉ុណ្ណោះបើនាងមិនជឿសួរកូនស្រីរបស់នាងទៅតែភ្លាមនោះបរិសពីការភ្នែកម្ខាងនោះក៏ស្រាប់តែបានឃើញអាឡុងកំពុងតែកាន់កូនកំបិតតូចមួយដែលក្មេងស្រីតូចនោះតែងតែកាន់ជាប់ខ្លួនកន្លងមកហើយគាត់ក៏អាចសន្មតថាក្មេងស្រីតូចនោះគឺពិតជាធ្លាប់មកទីនេះពិតមែននិងប្រាប់ឲ្យស្ត្រីនោះឈប់កុហកទៅតែស្ត្រីនោះក៏នៅតែនិយាយថាខ្ញុំធ្លាប់និយាយច្រើនលើកច្រើនដងហើយថាខ្ញុំពុំធ្លាប់ឃើញក្មេងស្រីនោះទេហើយក៏គ្មាននរណាមកទីនោះដូចគ្នាកុំប្រហើនជាមួយខ្ញុំបន្តទៀតតែភ្លាមនោះអាណាក៏និយាយប្រាប់ម្ដាយគេថាខ្ញុំលេងអីហើយម៉ាក់គាត់មិនមែនជាមនុស្សអាក្រក់នោះទេគាត់ជួយខ្ញុំឲ្យមកផ្ទះវិញម៉ាក់ប្រាប់ការពិតទៅគាត់ទៅហើយពេលនោះអាឡុងក៏សម្រេចចិត្តនាំបរិសនោះទៅកន្លែងដែលពួកគេផ្លង់រាងកាយរបស់ក្មេងស្រីនោះចោលនៅពេលដែលអាឡុងដើរទៅនោះបរិសនោះក៏ដើរតាមពីក្រោយគេនិងបានប្រគល់កូនកំបិតនោះទៅឲ្យបរិសម្នាក់នោះវិញនិងនិយាយថាគេមិនបានជូនទៅដល់កន្លែងនេះនោះទេលោកដើរទៅត្រង់និងឃើញវាលមួយមានដើមឈើនៅចំកណ្ដាលវាលនោះនាងតូចនោះក៏នៅទីនោះហើយរួចគេក៏ដើរត្រឡប់ទៅផ្ទះវិញចំណែកអាណាកំពុងអង្គុយនិយាយជាមួយម្ដាយរបស់នាងនៅផ្ទះនិងប្រាប់ឲ្យម្ដាយរបស់នាងសម្រេចចិត្តចាកចេញពីទីនេះទាំងអស់គ្នាតែម្ដាយរបស់នាងក៏នៅតែរុញរាថាគ្រួសាររបស់យើងក្រណាស់ពុំមានប្រាក់ដើម្បីចេញ
ចេញទៅរស់នៅខាងក្រៅនោះទេរួចអាណាក៏និយាយពាក្យមួយម៉ាត់ចុងក្រោយថាម៉ាក់គិតអំពីលុយមិនហ៊ានចាក់ចេញទៅរស់នៅខាងក្រៅម៉ាក់ចង់ទុកឲ្យពួកខ្ញុំបាត់បង់ជីវិតនៅទីនេះទើបម៉ាក់ព្រមចាក់ចេញមែនទេរួចគាត់ក៏មិនដឹងឆ្លើយតបបែបណាជាមួយនឹងកូនស្រីក៏ក្រោកដើរចេញទៅខាងក្រៅតែម្នាក់ឯងទៅចំណែកបរិសុទ្ធនោះក៏កំពុងតែដើរទៅដល់កន្លែងដែលអាឡុងប្រាប់ហើយក៏ឃើញមានដើមឈើងាប់ធំមួយនៅចំកណ្ដាលវានោះហើយក៏ស្រាប់តែឃើញសាកសពរបស់នាងតូចនោះកំពុងតែដេកបាត់បង់ជីវិតនៅទីនោះយ៉ាងគួរឲ្យអាណិតចំណែកម្ដាយរបស់អាណាពេលដែលដើរចេញពីផ្ទះបន្តិចមុននោះគាត់ក៏ស្រាប់តែឮសំឡេងដូចជាមានអ្វីបោកយ៉ាងខ្លាំងនៅក្នុងផ្ទះនោះក៏ព្យាយាមដើរត្រឡប់ទៅផ្ទះវិញដើម្បីមើលក៏ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់កំពុងតែអង្គុយបោកក្បាលទៅនឹងរនាបផ្ទះម្ដងហើយម្ដងទៀតធ្វើឲ្យគាត់ឃើញហើយគឺពិតជារន្ធត់នៅក្នុងចិត្តខ្លាំងណាស់ចំណែកបរិសុទ្ធពីការភ្នែកនោះនៅពេលដែលដើរទៅឃើញរាងកាយរបស់នាងតូចនោះក៏ចាប់ផ្ដើមទៅអង្អែលក្បាលរបស់នាងបង្ហាញភាពស្រណោះស្រណោកនិងឈឺចាប់ជាខ្លាំងហាក់ដូចជានាងតូចនេះគឺជាកូនស្រីរបស់គាត់អញ្ចឹងនឹងដេកអោបសាកសពរបស់នាងនិងសម្រក់ទឹកភ្នែកយំជាខ្លាំងនៅទីនោះចំណែកអាណាក៏ត្រូវបាត់បង់ជីវិតដោយសារតែបោកក្បាលជាមួយនឹងរនាបផ្ទះនោះព្រោះតែវិញ្ញាណខ្មោចចូលសន្ធិដ្ឋមិនអាចបញ្ជាខ្លួនឯងបានក៏ត្រូវវិញ្ញាណខ្មោចនោះបញ្ជាឲ្យនាងធ្វើបែបនោះធ្វើឲ្យនាងបាត់បង់ជីវិតហើយម្ដាយរបស់នាងក៏អង្គុយយំស្ដាយកូនស្រីជាខ្លាំងនិងគិតថាខ្លួនឯងមានកំហុសដែលមិនព្រមនាំកូនចាក់ចេញពីព្រៃទៅរស់នៅខាងក្រៅចំណែកអាឡុងក៏បន្តទៅរែកទឹកដើម្បីយកទៅជូតសម្អាតលោហិតរបស់បងស្រីរបស់គេក៏បានជួបជាមួយនឹងលោកយាយតុកហើយគេក៏សួរលោកយាយថាតើមានរឿងអ្វីកើតឡើងចំពោះគ្រួសាររបស់គេហើយលោកយាយក៏ឆ្លើយថាឯងនៅក្មេងណាស់ឯងមិនយល់ទេតែសូមឯងកុំខ្លាចអីនិងត្រូវកាន់ចំហនៅក្នុងចិត្តមួយថាកុំឆាប់ជឿអ្វីដែលបានមើលឃើញខ្លាំងពេកនេះគឺជាពាក្យដែលយើងចង់ប្រាប់ឯងរួចលោកយាយក៏អោបអាឡុងតែអ្វីដែលចម្លែកលោកយាយម្នាក់នោះក៏ធ្វើទឹកមុខហាក់ដូចជាមានពិរុទ្ធអ្វីម្យ៉ាងនៅក្នុងចិត្តរបស់គាត់បន្តមកភាពក៏បន្តឃើញបរិសុទ្ធម្នាក់ពីការភ្នែកនោះកំពុងតែលើកសាកសពកូនស្រីរបស់គាត់ដើរចេញពីទីនោះចំណែកអាឡុងក៏កំពុងតែដើរមកវិញហើយគេក៏ស្រាប់តែបានឃើញវិញ្ញាណខ្មោចបងស្រីរបស់គេដែលទើបតែបាត់បង់ជីវិតនោះកំពុងតែដើរចូលមកនិយាយជាមួយគេនៅក្នុងព្រៃនោះហើយក៏និយាយប្រាប់គេថាឲ្យរត់ចាក់ចេញពីតំបន់នេះទៅថារត់ទៅហើយគេក៏នឹកទៅដល់ពាក្យសម្ដីរបស់លោកយាយថាកុំឲ្យជឿអ្វីដែលបានមើលឃើញរួចក៏រត់ត្រឡប់ទៅផ្ទះវិញដោយមិនខ្វល់ពីអ្វីដែលវិញ្ញាណបងស្រីរបស់គេបាននិយាយនោះទេចំណែកឯបរិសុទ្ធពីការភ្នែកនោះកំពុងតែព្យាយាមយកកាំបិតតូចនោះដើម្បីសម្រក់លោហិតរបស់ខ្លួនឯងចូលទៅក្នុងមាត់សាកសពកូនស្រីរបស់គាត់មិនដឹងថាគាត់កំពុងតែធ្វើបែបនេះមានបំណងអ្វីនោះទេនៅពេលនេះចំណែកលោកយាយតុកក៏ប្រញាប់ដើរទៅកន្លែងពិធីរបស់គាត់វិញដែលគាត់ថានៅក្បែរជំរាលភ្នំនោះតាមពិតគឺជាកន្លែងដែលមានពិធីមន្តអាគមដែលបរិសុទ្ធនោះឃើញតាំងពីឈុតមុនចំណែកបរិសុទ្ធនោះកំពុងតែធ្វើពិធីម្យ៉ាងដែលសម្រក់លោហិតពីដៃរបស់គាត់ចូលទៅក្នុងមាត់សាកសពនោះក៏ឃើញថាសាកសពកូនស្រីរបស់គាត់ក៏ក្រោកឡើងមកវិញរួចគាត់ក៏និយាយជាមួយនឹងសាកសពដែលក្រោកមកវិញនោះថាខ្ញុំមានអ្វីសួរខ្ញុំមានអ្វីឲ្យជួយហើយរូបភាពក៏បង្ហាញឃើញវិញ្ញាណរបស់អាណាកំពុងតែដើរតែតោនៅក្នុងព្រៃនោះនៅពេលយប់គ្មានគោលដៅនោះទេបន្ទាប់មកព្រឹកឡើងម្ដាយរបស់អាឡុងក៏សម្រេចចិត្តថានាំកូនប្រុសចាក់ចេញពីទីនេះហើយក៏ហៅកូនប្រុសឲ្យជួយរៀបចំអីវ៉ាន់ដើម្បីរត់ចាក់ចេញទៅតែមើលទៅអាឡុងក៏ស្រាប់តែបង្ហាញអាការៈចម្លែកហាក់ដូចជាត្រូវអ្វីម្យ៉ាងសន្ធិដ្ឋក្នុងខ្លួនរបស់គេទៅហើយរួចក៏មិនព្រមរើអីវ៉ាន់ចាក់ចេញនោះទេហើយក៏ដើរចេញពីទីនោះទៅឃើញបែបនេះម្ដាយរបស់គេក៏ព្យាយាមរត់ទៅតាមស្វែងរកគេត្រឡប់មកវិញតែពេលនោះក៏បានជួបជាមួយនឹងបរិសុទ្ធពីការភ្នែកនោះកំពុងតែឈរនៅមុខផ្ទះរបស់គាត់ហើយក៏ថាឈប់ឲ្យស្ត្រីនោះគិតអាក្រក់មកកាន់គាត់គ្មានបំណងអាក្រក់អ្វីនោះទេហើយគាត់មកទីនេះគាត់គ្រាន់តែចង់ជួយសង្គ្រោះកូនប្រុសរបស់នាងកុំឲ្យមានគ្រោះថ្នាក់បន្តទៀតតែប៉ុណ្ណោះតែស្ត្រីនោះហាក់ដូចជាមិនជឿគាត់នោះទេហើយបរិសុទ្ធនោះក៏ថាបើនាងនៅតែបន្តមិនជឿបែបនេះយើងពុំសូវមានពេលវេលាច្រើនទៅជួយកូនប្រុសរបស់នាងនោះទេហើយគាត់ក៏និយាយខ្លាំងៗថាឲ្យខ្ញុំជឿលោកយ៉ាងម៉េចបើសាកសពកូនស្រីរបស់ខ្ញុំទើបតែបាត់បង់ជីវិតមួយនៅក្នុងផ្ទះទៅហើយតាំងពីមានវត្តមានកូនស្រីរបស់លោកនិងលោកបង្ហាញខ្លួននៅទីនេះរួចគាត់ក៏និយាយខ្លាំងៗទៅវិញថាដាប់ណាពួកខ្ញុំជាជនរងគ្រោះនៅក្នុងរឿងរ៉ាវទាំងអស់នេះដូចគ្នាបើនាងចង់មានសុវត្ថិភាពត្រូវតែជឿខ្ញុំព្រមនោះលោកយាយតុកក៏បង្ហាញខ្លួនដើរចេញពីក្នុងផ្ទះរបស់ស្ត្រីនោះសម្លឹងមកកាន់បរិសុទ្ធនោះរួចក៏ដើរចូលមកនិយាយព្យាយាមបង្កាច់បង្ខូចបរិសុទ្ធពីការភ្នែកនោះរហូតតែបរិសុទ្ធនោះមិនខ្វល់ពីអ្វីដែលលោកយាយនោះនិយាយនោះទេក៏នៅតែនិយាយដាស់តឿនទៅកាន់ស្ត្រីនោះថាជំរឿនល្អបំផុតនាងត្រូវតែចាក់ចេញពីទីនេះតែលោកយាយនោះក៏និយាយថាបើលោកណែនាំគេឲ្យចាក់ចេញចុះលោកមិនដេចក៏មិនចាក់ចេញទៅដោយខ្លួនឯងទៅហើយគាត់នៅពេលដែលឮសម្ដីលោកយាយនោះនិយាយក៏ខឹងនឹងលោកយាយនោះខ្លាំងណាស់បំរុងនឹងដើរចូលទៅវាយប្រហារគាត់តែស្ត្រីនោះក៏កាន់កាំបិតគំរាមថាកុំឲ្យចូលមកឲ្យសោះហើយឆាប់ឲ្យគាត់ចាក់ចេញពីទីនេះទៅខ្ញុំមិនជឿលោកឯងនោះទេឬគាត់ក៏សម្រេចចិត្តងាកដើរចេញពីទីនោះទៅតែមុននឹងចាក់ចេញទៅគាត់ក៏ទុកលំពែងឲ្យស្ត្រីនោះដោយនិយាយថានាងត្រូវការរបស់ការពារខ្លួនជាងខ្ញុំព្រោះនាងអាចនឹងមានគ្រោះថ្នាក់រួចក៏ដើរចេញទៅតែភ្លាមនោះនៅពេលដែលគាត់ដើរចូលទៅក្នុងព្រៃទៅរករាងកាយកូនស្រីរបស់គាត់វិញក៏ស្រាប់តែឃើញអាឡុងកំពុងតែអូសរាងកាយកូនស្រីរបស់គាត់យកទៅហើយគាត់ក៏ព្យាយាមរារាំងគេតែចៃដន្យស្ត្រីម្នាក់នោះក៏ចូលទៅតាមរកកូនប្រុសនៅក្នុងព្រៃនោះដែរក៏ឃើញបែបនេះក៏យល់ច្រឡំថាគាត់ធ្វើបាបកូនប្រុសក៏យកលំពែងដែលបរិសុទ្ធនោះទើបតែឲ្យស្ត្រីនោះទៅវាយប្រហារខ្លួនគាត់វិញមួយលំពែងធ្វើឲ្យគាត់ដួលបាត់បង់ជីវិតនៅទីនោះទៅហើយតាមការពិតអាឡុងដែលអូសរាងកាយកូនស្រីរបស់គាត់មុននោះគ្រាន់តែជាការបំផន់ភ្នែករបស់ពពួកខ្មោចតែប៉ុណ្ណោះហើយវាគ្រាន់តែជាសត្វក្តាន់មួយតែប៉ុណ្ណោះបន្តទៅភាពក៏កាត់មកពេលយប់ក៏ឃើញបរិសុទ្ធនោះក៏ស្រាប់តែដឹងខ្លួនត្រឡប់មកវិញពីការបាត់បង់ជីវិតមកវិញដោយខ្លួនជាប់នៅលំពែងនៅឡើយនោះទេមិនគួរគាត់មានជីវិតមកវិញនោះទេប្រហែលជាស្ត្រីនោះប្រើប្រាស់មន្តអាគមដើម្បីឲ្យគាត់មានជីវិតមកវិញហើយតែក៏ឃើញថាគាត់កំពុងតែនៅកន្លែងរបស់ស្ត្រីនោះកំពុងតែធ្វើពិធីនៅ
នឹងមកគាត់នឹងកំពុងតែយករាងកាយកូនស្រីរបស់គាត់ទៅកប់ដើម្បីធ្វើពិធីចំណែកស្ត្រីម្ដាយរបស់អាណានោះកំពុងតែនៅផ្ទះតាមពិតលោកយាយទុកនោះគឺជាដើមហេតុនៃបញ្ហាទាំងអស់ហើយក៏បានវាយប្រហារកូនប្រុសរបស់គាត់នឹងគាត់នៅក្នុងផ្ទះនោះហើយក៏បន្តប្រើប្រាស់វិញ្ញាណខ្មោចឲ្យចូលសន្ធិដ្ឋនៅក្នុងរាងកាយរបស់អាណារួចក៏ប្រើព្រះអគីដើម្បីដុតបំផ្លាញផ្ទះរបស់នាងនិងបញ្ចប់ជីវិតគ្រួសាររបស់នាងដោយផ្ទាល់ដៃនៅទីនោះទៅហើយរូបភាពក៏បង្ហាញឃើញនៅពេលដែលលោកយាយនោះចាប់ផ្ដើមធ្វើពិធីតាមពិតគាត់គឺជាមុខបិសាចមួយដែលពង្វក់មនុស្សដើម្បីឲ្យមានឱកាសបញ្ចប់ជីវិតកូនរបស់អ្នកភូមិដើម្បីយកទៅកប់ធ្វើពិធីបិសាចរបស់គាត់បន្តទៀតហើយចុងក្រោយទើបយើងដឹងថាលោកយាយទុកគឺជាដើមហេតុនៃរឿងរ៉ាវទាំងអស់ហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមនេះក៏សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតាមដានរឿងសម្រាប់មួយនេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយសូមជូនពរប្រិយមិត្តទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយជម្រាបលា